យើងមានសុវត្ថិភាពល្អប្រសើរមែនតែនៅមានចំណុចខ្វះខាតមួយចំនួនតូចនៅតែមានគេហៅថាអត់ប្រមាណឡើយអញ្ចឹងយើងរកមិនទាន់ឃើញអ្នកពាក់ព័ន្ធនឹងប្រើប្រាស់គ្រឿងញៀនដែលសងំសុខហើយបង្កបញ្ហាដល់ភូមិស្កាត់របស់យើងអញ្ចឹងវានៅតែមានខ្ញុំមិនទាន់ថាអស់ទាំងស្រុងទេហើយក៏សូមឲ្យបងប្អូនទាំងអស់ចូលរួមជាពិសេសមេភូមិនឹងដឹងហើយត្រូវតែមានសកម្មភាពរួមគ្នាដើម្បីបង្ការទប់ស្កាត់បទល្មើសទាំងនេះបាទកុំឲ្យជាអធិពលធំធ្ងន់ធ្ងរដល់មូលដ្ឋានរបស់យើងបាទអញ្ចឹងពាក់ព័ន្ធនឹងគ្រឿងញៀនសូមឲ្យយកចិត្តទុកដាក់ហើយជាពិសេសអ្នកដែលមានហៅថាសកម្មភាពនៅក្នុងភូមិសង្កាត់មានជាការពារមាននៃភូមិទាំងអស់នោះចូលរួមហើយចំណុចមួយទៀតចរាចរណ៍អញ្ចឹងចរាចរណ៍ខ្ញុំនិយាយដែរដោយសារជំនាញ